គ្រាន់តែបើកក្បាលវីដេអូមកពុកម៉ែបងប្អូនទាំងអស់គ្នាច្បាស់ជាស្គាល់ហើយថាទីតាំងនេះស្ថិតនៅឯណាតើបើចង់ដឹងច្បាស់មកតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញផ្លូវពុកម៉ែបងប្អូនអាចនឹងស្គាល់ច្បាស់ហើយនៅទីកន្លែងនេះជាទីកន្លែងប្រវត្តិសាស្ត្រជាពិសេសនោះគឺចាស់តែម្ដងឲ្យតែពួកគាត់មកទីក្រុងភ្នំពេញគឺមិនដែលភ្លេចទេនៅកន្លែងនេះទីនេះគឺវត្តភ្នំនេះណែពុកម៉ែបងប្អូនកន្លែងនេះរៀបចំសម្រាប់អ្នកដែលចង់ថតរូបជាមួយនឹងឧបករណ៍បុរាណសូមសរសើរបងដែលពួកគាត់ខំរៀបចំបានយ៉ាងស្រស់ស្អាតគ្រាន់តែបានឃើញភ្លាមបើចង់រំលងកន្លែងនេះក៏មិនបានដែរព្រោះកម្របានឃើញឧបករណ៍ខ្មែរបែបនេះណាឥឡូវមកដល់កន្លែងថ្មីមួយទៀតពុកម៉ែបងប្អូនគឺស្អាតប្លែកតែម្ដងពុកម៉ែបងប្អូនបើចង់មកលេងកុំភ្លេចត្រៀមភ្លើងទូរស័ព្ទឲ្យពីងផងសូមសរសើរបងដែលពួកគាត់ខំរៀបចំបានយ៉ាងច្រើនមានតាំងពីកន្ត្រងប្រហុកចង្អេរអង្រុតទ្រូឈ្នាងមួកស្លឹកត្នោតនិងរបស់ប្រើប្រាស់ជាច្រើនទៀតដែលពុកម៉ែបងប្អូនបានស្គាល់ស្រាប់ហើយជាពិសេសគឺចាស់តែម្ដងមកដល់កន្លែងថ្មីមួយទៀតហើយពុកម៉ែបងប្អូនគឺពិតជាអស្ចារ្យណាស់នេះគឺជាមកុដយក្សដែលមានទំហំធំខ្លាំងមែនតែនដែលមានក្បាច់រចនានិងលាយឡំជាមួយនឹងពណ៌មាសគឺស្អាតខ្លាំងមែនតែនមិនដឹងជាគេធ្វើប្រហែលថ្ងៃទេបានហើយព្រោះមានក្បាច់ក្បូរច្រើនខ្លាំងណាស់នេះណែកន្លែងថ្មីមួយទៀតហើយវាមានពណ៌មាសស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនមើលទៅស្រដៀងសត្វអីដែរបើបានមកលេងហើយកុំភ្លេចថតចែកបងប្អូនមើលផងព្រោះកម្របានឃើញរូបស្អាតបែបនេះណានេះណែកន្លែងដែលរំលងមិនបានចាស់ឲ្យតែនិយាយរឿងវត្តភ្នំពួកគាត់មិនភ្លេចទេនីលកាវលនីលកានេះធំខ្លាំងគ្រាន់តែលេខនៅខាងក្រោយធំជាងខ្លួននាងខ្ញុំទៅទៀតខ្ញុំសាកល្បងដើរបានពាក់កណ្ដាលគឺធំខ្លាំងមែនតែនដើរបានពាក់កណ្ដាលនាងខ្ញុំក៏ដើរបកក្រោយវិញដើម្បីត្រឡប់ដើរពីខាងកើតមកវិញអារម្មណ៍ពេលនោះគឺសប្បាយខ្លាំងមែនតែនព្រោះមានខ្យល់អាកាសបរិសុទ្ធល្អដោយសារមានដើមឈើធំជាច្រើននៅជុំវិញនោះចុះមកដល់ក្រោមហើយមិនអស់ចិត្តនាងខ្ញុំក៏បានទៅថតរូបម្ដងទៀតដោយសារតែឃើញទេសភាពនៅទីនោះស្អាតពេកកន្លែងនេះនៅខាងមុខនីលកាតែនៅគៀនខាងស្ដាំគេបានដាក់ផ្កាលម្អពីខាងមុខយ៉ាងច្រើនមកដល់កន្លែងមួយទៀតហើយពុកម៉ែបងប្អូនដឹងថាឆ្នាំនេះឆ្នាំអីអត់មកមើលរូបនេះណែគឺខ្ជូរខ្លាំងមែនតែនសត្វពស់តំណាងឲ្យឆ្នាំម្សាញ់ពស់នេះខ្ជូរខ្លាំងណាស់ប៉ុន្តែមិនមែនពស់ញីទេណាពុកម៉ែបងប្អូននេះណែពស់ញីគឺខ្ជូរខ្លាំងមែនតែនហើយមើលទៅឡើងស្លូតសូម្បីតែមាត់ក៏មិនហ៊ានហាធំដូចពស់ឈ្មោលដែរនេះគឺជាមេពស់ធំខ្លាំងជាងគេមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនពស់នេះត្រូវបានគេដាក់តាំងនៅចំពីមុខនីលកាធំតែម្ដងបើមើលពីចង្ងាយមកគឺប្លែកខ្លាំងណាស់រាល់ដងបើមើលពីផ្លូវមកគឺឃើញតែនីលកាទេប៉ុន្តែចិត្តចូលឆ្នាំនេះគឺគេបានដាក់តាំងពស់យ៉ាងធំនៅចំពីមុខនីលកាតែម្ដងពិតជាអស្ចារ្យណាស់ពស់ពណ៌មាសធ្វើចេញពីដើមឫស្សីហើយនេះគឺជាច្រកចូលចំពីមុខនីលកាគឺពិតជាធំខ្លាំងមែនតែនមើលទៅមានអារម្មណ៍ថាស្រឡះខ្លាំងមែនតែននេះគឺជាកន្លែងពងភ្នំខ្សាច់ទាំងអស់គឺមាន5ខ្សាច់ដែលនៅកណ្ដាលគឺធំជាងគេសរសើរបងអ្នករៀបចំគឺពួកគាត់ប្រកែកខ្លាំងមែនតែនពួកគាត់ពងខ្សាច់បានខ្ពស់ហើយស្មើល្អណាស់បើឲ្យខ្ញុំពូនបែបនេះមួយថ្ងៃធ្វើមិនបានផងលេងនៅក្រៅមិនឆ្អែតទេពុកម៉ែបងប្អូនឥឡូវឡើងទៅលេងនៅលើទៀតហើយមកដល់ត្រឹមចង្កេះភ្នំនេះមើលទៅក្រោមគឺស្អាតខ្លាំងមែនតែននេះគឺជារូបនីលកាដែលមើលពីលើទៅគឺស្រស់ស្អាតខ្លាំងមែនតែនពុកម៉ែបងប្អូននេះជាចន្ទាឡើងមកបន្ទាប់ទៀតរៀងខ្ពស់ក្រាន់បើដែរប៉ុន្តែមិនហ៊ាននិយាយថាហត់ទេព្រោះសប្បាយមកដល់ទីនេះឃើញដើមអំពៅធំទំនងពេកក៏មកអង្គុយលេងមួយផ្លែតដើមអំពៅនេះគឺធំខ្លាំងមែនតែនមិនដឹងតាំងពីជំនាន់ណាទេគឺពិតជាធំខ្លាំងមែនតែនបើគិតជាអាយុប្រហែលលើតាទូចយាយទូចខ្ញុំទៀតមើលទៅមានមែកសាខាធំខ្លាំងមែនតែនមានដំណោយផលច្រើនណាស់ជាម្លប់ត្រជាក់សម្រាប់អ្នកមកទស្សនានៅទីនេះមកដល់វត្តខាងលើហើយពុកម៉ែបងប្អូនទីនេះគឺជាកន្លែងដាក់ស្គរនៅចំពីមុខឈៀងខាងស្ដាំនៃព្រះវិហារមានពណ៌មាសភ្លឺផ្លេកគឺស្អាតខ្លាំងមែនតែនទីកន្លែងដែលនាងខ្ញុំឈរនេះគឺនៅចំពីមុខព្រះវិហារតែម្ដងបើយើងមើលពីលើទៅក្រោមគឺស្អាតប្លែកម្យ៉ាងនៅកន្លែងនេះមានខ្យល់អាកាសស្រស់ស្រាយខ្លាំងមែនតែនចុះមកក្រោមបន្តិចនៅចំពីមុខព្រះវិហារគឺមានសាលាចារឹកស្អាតខ្លាំងមែនតែនសាលាចារឹកនេះបង្ហាញពីការធ្វើសង្គ្រាមរបស់ព្រះមហាក្សត្រជំនាន់មុនដូនតារបស់យើងពិតជាពូកែឆ្លាក់ខ្លាំងមែនតែនពេលនេះនាងខ្ញុំធ្វើដំណើរចុះទៅវិញហើយពុកម៉ែបងប្អូនមកដល់ក្រោមឃើញមានមនុស្សមកលេងច្រើនគួរសម
ពេលយប់កាន់តែស្អាតជាងនេះទៅទៀតពុកម៉ែបងប្អូនព្រោះគេបានរៀបចំដាក់ភ្លើងយ៉ាងច្រើននៅក្នុងវត្តនិងនៅជុំវិញវត្តរួមទាំងខាងមុខផងដែរមកលេងវត្តភ្នំមុនចូលឆ្នាំនេះហ่ะពុកម៉ែបងប្អូនច្បាស់ជាប្លែកអារម្មណ៍ជាងពេលមុនព្រោះឥឡូវនេះវត្តភ្នំបានរៀបចំសង្ក្រាន្តដើម្បីទទួលឆ្នាំថ្មីពេលដើរមកមុខវត្តភ្នំនៅសងខាងផ្លូវឃើញមានពាងទឹកឈូកខ្លាំងមែនតែនចំណែកអ្នកដែលជិះកាត់តាមផ្លូវនេះហ่ะកុំភ្លេចត្រៀមខ្លួនផងត្រៀមខ្លួនទៅជាទៅជុំឲ្យហើយទៅអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំកុំភ្លេចចុច follow ម្នាក់មួយផងពុកម៉ែបងប្អូននាងខ្ញុំសូមអរគុណសូមជម្រាបលា